ប្តីរបស់អូនកំពុងតែនៅក្បែរអ្នកផ្សេងជាមនុស្សស្រីអូនកុំនិយាយច្រើនពេកបងខ្លាចហួសម៉ោងទៅសិនហើយពួកយើងនឹងខ្លាចជាអ្នកដទៃម្ដងទៀតកុំអារម្មណ៍អីមាលារចនាបងឯងប្រាប់ប្រពន្ធបងថាខ្ញុំជាប្អូនធေါ်តែខ្ញុំប្រាប់ថាខ្ញុំជាសង្សាររបស់បងឯងខ្ញុំសុខចិត្តជាប់ឈ្មោះថាជាស្រីមេម៉ាយប្រសើរជាងដែលមានប្តីមានស្រីលួចលាក់ក្រៅបែបនេះរឿងធ្វើបាបខ្ញុំម្លេះភ្លេងការប្រគំរំដំរងំនៅឯចុងភូមិនាពេលបញ្ចប់កម្មវិធីកូនក្រមុំកូនកំឡោះបានចូលបន្ទប់សម្រាកអ្នកជាកូនកំឡោះបានបន្លឺឡើងសម្រាកទៅតាមមើលតអូនអាចជាហត់ខ្លាំងហើយព្រោះត្រូវទទួលភ្ញៀវជាច្រើនអ្នកភ្ញៀវដែលបងមិនបានអញ្ជើញភ្ញៀវខាងខ្ញុំបងស្គាល់មិនអស់ទេហេតុអីក៏អញអត់ប្រាប់បងសោះធ្វើឲ្យបងមិនសប្បាយចិត្តទេភ្ញៀវខ្ញុំរាប់មិនអស់ទេបងកុំគិតច្រើនពេកអីទៅមើលកម្មវិធីចប់ហើយដល់ម៉ោងសម្រាប់ដូចគ្នាកុំតាន់សួរនាំពេលនេះអីណាបើមិនឲ្យសួរនាំពេលនេះតើត្រូវឲ្យសួរនាំនៅពេលណាវិញមនុស្សដែលអូនអត់ស្គាល់មករោងការអូនរាក់ទាក់គេគ្រប់គ្នាទោះបីមិនស្គាល់ក៏ត្រូវតែរាក់ទាក់គេដែរព្រោះគេខំមកចូលរួមក្នុងពិធីមង្គលការរបស់យើងហើយបងឯងនេះបំរុងមិនឲ្យនិយាយជាមួយគេសោះគឺមិនកាត់ទេខ្ញុំរាក់ទាក់ជាមួយភ្ញៀវមិនមានអីខុសផងហ្នឹងប៉ុណ្ណាអាខាងរាក់ទាក់គេនឹងពិតជាធ្វើឲ្យបងអន់ចិត្តណាស់ថាចប់ហើយដាវ៉ាន់បានទៅរកកន្លែងដេកតែម្ដងអើយគាត់យ៉ាងម៉េចទៀតហើយនេះនាពេលព្រឹកឡើងដាវ៉ាន់បានទុកប្រាក់នៅលើគ្រែឲ្យប្រពន្ធបងទៅធ្វើការសិនហើយណានៅផ្ទះកំដៅផ្ដេសផ្ដាស់ចាខ្ញុំមិនដើរចោលផ្ទះទេព្រោះថាផ្ទះអាចនឹងរត់បាត់រកមិនឃើញពេលខ្ញុំមិននៅជាមួយឌឺគ្រាន់បើបងទៅសិនហើយថាចប់ហើយដាវ៉ាន់ក៏បានចាកចេញពីផ្ទះតែម្ដងហើយខ្លាចតែប្រពន្ធដើរផ្ទះគេនាពេលថ្ងៃត្រង់មាលាយកសម្លៀកបំពាក់ដែលខ្លួនឈប់ស្លៀកទៅកាន់ផ្ទះមិត្តភ័ក្តិរបស់នាងអេមេលីចូលក្នុងមកឯងយកអីមកជាមួយនឹងខ្ញុំចូលសម្លៀកបំពាក់ឲ្យឯងដើម្បីយកទៅចែកក្មេងៗសម្លៀកបំពាក់ខ្លះនៅថ្មីខ្ញុំមិនទាន់បានស្លៀកទេព្រោះដឹងថាឯងធ្វើការនៅមណ្ឌលកុមារកំព្រាយើងអរគុណហើយដែលឯងយកសម្លៀកបំពាក់មកឲ្យយើងថ្ងៃស្អែកនេះយើងនឹងយកទៅឲ្យក្មេងៗរើសថាមួយណាដែលពួកគេស្លៀកពាក់ត្រូវខ្លះទៅហើយណាគេផ្ដាំឲ្យនៅមើលផ្ទះផងមេលីឯងត្រូវប្តីដាក់បំរាមមែនទេឯងកំពុងតែខ្លាចប្តីឯងមែនអូយមិនមែនអញ្ចឹងទេខ្ញុំមិនចង់ឲ្យប្តីខ្ញុំអន់ចិត្តទៀតព្រោះពីយប់មិញនេះអន់ចិត្តរឿងខ្ញុំរាក់ទាក់ជាមួយភ្ញៀវហើយមិនចង់ឲ្យគាត់អន់ចិត្តរឿងនេះទៀតទេបើឯងនិយាយដូចនេះខ្ញុំក៏មិនសួរដេញដោលទៀតដែរហើយទើបតែរៀបការរួចថ្មីថ្មោងក៏មកឆ្លោះគ្នាច្រើនអីវាមិនល្អឡើយខ្ញុំទៅផ្ទះសិនហើយណាមាលាក៏បានចាកចេញពីផ្ទះមិត្តភ័ក្តិមកដល់ផ្ទះរបស់នាងវិញដោយឪពុកម្ដាយក្មេកបានមកចាំនាងនៅក្នុងផ្ទះស្រេចតែម្ដងពុកម៉ែមានការអីជាមួយខ្ញុំឬអត់ម៉ែមករកកូនប្រសាឯងណាពុកនិងម៉ែកូនឯងមកក្នុងថ្ងៃនេះគឺចង់ឲ្យកូនឯងជួយពុកម៉ែរឿងមួយណាកូននិយាយមកពុកម៉ែតើនោះជារឿងអ្វីទៅបើជួយបានខ្ញុំនឹងជួយហើយពុកម៉ែជាពាក់ថ្លៃអីវ៉ាន់គេពេលការកូនដូច្នេះពុកម៉ែចង់មកសួរកូនតើមានលុយខ្លះឲ្យពុកម៉ែខ្ចីទេព្រោះតែពុកម៉ែយកទៅសងគេដូចគ្នាទេចាំពុកម៉ែសងវិញណាដោយសារតែភ្ញៀវខាងយើងមកច្រើនលើសពីការរំពឹងទុកទៅពុកម៉ែយករបស់គេថែមកូនប្រសាមានសល់លុយខ្លះឬអត់កូនអូចាស់មានចាំខ្ញុំយកប្រាក់មកជូនពុកម៉ែតែមិនបាច់សងវិញទេព្រោះវាជាមង្គលការរបស់ប្តីប្រពន្ធខ្ញុំវាជាទំនួលខុសត្រូវរបស់ខ្ញុំទាំងពីរនាក់បើកូនឯងនិយាយដូចនេះគឺពិតជាល្អណាស់បាទដូច្នេះចាំបន្តិចខ្ញុំទៅយកប្រាក់ជូនពុកម៉ែប្រញាប់ឡើងមកកូនស្រីមាលាបានយកប្រាក់ឲ្យឪពុកម្ដាយក្មេកតាមចំនួនដែលគាត់បាន5ពេលទទួលបានប្រាក់រួចហើយឪពុកម្ដាយក្មេកនាងក៏ចាកចេញទៅតែម្ដងពេលរាត្រីបានឈានចូលមកដល់ដាវ៉ាន់មិនទាន់មកដល់ផ្ទះនោះទេខណៈនេះទ្វារផ្ទះរបស់នាងមាលាក៏មានអ្នកគោះមកពីក្រៅអ្នកណាមាលាបងចមិតភ័ក្ររបស់ដាវ៉ាន់បងមានការអីមែនទេអូនបើកទ្វារបងសិនមកបងនឹងប្រាប់ថាបងមកនេះមានការអីបងប្រុសតើមានការជាមួយខ្ញុំម៉េប្តីរបស់អូនជាប់នៅកន្លែងផ្សេងហើយមិនបានមកផ្ទះទេអូនមិនបាច់ចាំបាយប្តីរបស់អូនទេ
គាត់ជាប់នៅកន្លែងផ្សេងមានន័យថាមិនទៅបង បងមិនចង់និយាយចំទេព្រោះតែអូននឹងមិត្តភ័ក្តិបងទៅតែរៀបការរួចថ្មីថ្មោងដូច្នេះហើយបងមកប្រាប់បានតែប៉ុណ្្នឹងទេ បើជ្រុលជាមកហើយបងជួយប្រាប់ឲ្យអស់មកកុំមកប្រាប់តែបន្តិចហើយក៏ចាក់ចេញទៅវិញដោយផ្ដាល់ចម្ងល់មកឲ្យខ្ញុំធ្វើអី ប្តីរបស់អូនកំពុងតែនៅក្បែរអ្នកផ្សេងជាមនុស្សស្រីពួកគេបដាគ្នាចេញពីកន្លែងធ្វើការចេញទៅតាំងពីម៉ោង6ល្ងាចម្លេះមកដល់ឥឡូវជិតម៉ោង9យប់ទៅហើយវាផ្ដាំបងថាបើម៉ោង8ជាងមកប្រាប់អូនផងថាកុំឲ្យចាំបាយវាអី តើគាត់នៅកន្លែងណាបងអាចដឹងឬអត់ បងអត់ដឹងទេអូនបងគ្រាន់តែឃើញវាបដាគេចេញទៅហើយទៅជាមួយគ្នាហើយនឹងផ្ដាំបងតែប៉ុណ្ណឹងនៅផ្ទះសម្រាប់ឲ្យបានស្រួលបួលចុះណាមិនបាច់ខ្វល់នោះទេមុននឹងក្រោយប្តីរបស់អូនគង់តែត្រឡប់មកផ្ទះវិញដដែលហ្នឹងគេមករកប្រពន្ធវិញហើយ អអរគុណបងដែលមកប្រាប់ខ្ញុំអំពីរឿងប្តីរបស់ខ្ញុំ បងលាសិនហើយណានិយាយចំគេក៏ចាកចេញទៅ ទៅតែការរួចតែគាត់បាច់ជាធ្វើដូច្នេះដាក់ខ្ញុំមែនទេ រំពេចនោះនាងក៏បានទេទៅកាន់ប្តីរបស់នាង អាឡូបងនៅណាតើអាត្មាណាទៅបងមកផ្ទះវិញ អូនកុំចាំបងអីបងកំពុងតែរវល់ជាមួយការងាររបស់បងហូបបាយមុនទៅនៅអូនណាកុំឲ្យឈឺកាពះ ស្ដាប់សំណួរខ្ញុំឲ្យច្បាស់តើពេលណាបងមកផ្ទះវិញ ទេអូនឯងដូចជាចង់រករឿងបងដល់ហើយសួរបែបហ្នឹងចង់បានន័យថាម៉េចបងជាប្តីអូនមិនមែនជាកូនរបស់អូនទេសួរអីមួយឲ្យចេះគិតផងណាថាបងជាប្តីឋានៈបងគឺធំជាងអូនយល់ទៅនឹងដែរអត់តើស្ដាប់ទាន់ទេ ឆ្លើយសំណួររបស់ខ្ញុំសួរថាពេលណាទៅមកផ្ទះ រឿងច្រើនម៉េះបន្តិចទៀតទៅដល់ផ្ទះហើយឈប់មិនខានទៀតណាបងជាមនុស្សបងក៏ចេះធុញដែរ បន្តិចទៀតមកវិញបើដូច្នេះបានន័យថាម៉ោង9យប់ខ្ញុំផ្ទៀងម៉ោងចាំមើលកុំនៅក្រៅយូរពេកប្រយ័ត្នឈឺប្រពន្ធបារម្ភណាស់ និយាយចំនាងក៏បាត់ទូរស័ព្ទតែម្ដង បើសិនជាប្តីខ្ញុំពិតជាដូចគេនិយាយពិតមែនខ្ញុំនឹងគាត់នឹងមិនមានឈ្មោះថាប្តីប្រពន្ធទៀតទេ ដាវ៉ាន់មកដល់ផ្ទះវិញចូលទៅក្នុងបន្ទប់គេបានបន្លឺឡើងបងមកដល់ផ្ទះហើយតើមានការអីទៅទេទៅតាមណា តែតាមប្តីខុសដែរមែនទេគ្រាន់តែចង់សួរនាំពេលណាមកវិញខ្ញុំបារម្ភពីសុវត្ថិភាពរបស់បងតា វាមិនខុសទេតែវារំខាននៅតែផ្ទះហើយនៅឆ្លៀតរំខានប្តីបានទៀតធុញណាស់ថាចប់ដាវ៉ាន់ក៏បានទៅងូតទឹកតែម្ដង ធុញប្រពន្ធដែលទៅតែរៀបការរួចពេលនៅជាសង្សារគាត់មិនមែនដូច្នេះទេ នាពេលយប់យន់កាន់តែជ្រៅមាលាបានឆែកទូរស័ព្ទប្តីរបស់នាងខណៈពេលដែលគេកំពុងតែដេកលក់ស្របពេលជាមួយគ្នានោះដែរនាងក៏បានឃើញរូបប្តីរបស់នាងជាមួយនឹងមនុស្សស្រីនឹងឆាតជាមួយគ្នា គាត់បានតាក់ទងគ្នាជាមួយគេមុនពេលពួកយើងរៀបការមួយខែបើគាត់តាក់ទងគេហើយតែរៀបការជាមួយខ្ញុំធ្វើអីទៀតហេតុអីក៏ធ្វើបាបខ្ញុំចឹងនេះ នាថ្ងៃបន្ទាប់ខណៈដែលដាវ៉ាន់បំរុងជិះម៉ូតូចេញពីផ្ទះមាលាបានសួរឡើង បើសុកយើងខ្លាចជាអ្នកដទៃម្ដងទៀតបងគិតថាល្អទេ ពួកយើងរៀបការរួចហើយមិនតាសួរធ្វើអីអូននៅតែក្នុងផ្ទះទំនេរខ្លាំងទៅមកសួរសំណួរអញ្ចឹងហ៎អូនកុំនិយាយច្រើនពេកបងទៅធ្វើការហើយបងខ្លាចហួសម៉ោងទៅសិនហើយថាចំដាវ៉ាន់ក៏ជិះម៉ូតូចេញពីផ្ទះតែម្ដង ពួកយើងនឹងខ្លាចជាអ្នកដទៃម្ដងទៀតកុំបារម្ភអី មកដល់កន្លែងធ្វើការដាវ៉ាន់បានបន្លឺឡើងទៅកាន់មិត្តភ័ក្តិរួមការងាររបស់គេហើយមិននឹកស្មានថាជីវិតរៀបការរួចវាយ៉ាប់បែបនឹងសោះមិនដូចជាពេលនៅលីវទេពួកឯងមើលគំរូយើងទៅថាពិបាកណាស់ពិបាករឿងស្អីគ្រាន់តែមានប្រពន្ធសោះប្រពន្ធរបស់យើងចូលចិត្តជជែកសួរយើងពីរឿងយើងទៅដល់ផ្ទះថ្មណាហាក់ដូចជាសង្ស័យអីមួយមកលើយើងអញ្ចឹងតែយើងក៏មិនខ្វល់ដែរព្រោះអ្វីដែលយើងត្រូវការយើងក៏ទទួលបានរួចមកហើយយើងមិនខ្វល់ខ្វាយច្រើននោះទេឯងមិនខ្វល់ពីជីវិតអាពាហ៍ពិពាហ៍របស់ឯងបន្តិចទេអីនេះជាជីវិតគូមិនក៏ឯងធ្វើដូចជារឿងធម្មតាមិនខ្វល់ខ្វាយពីអីសោះអញ្ចឹងយើងគិតថាជីវិតដែលនៅលីវវាប្រសើរជាងជីវិតសពថ្ងៃនេះយើងស្ដាយក្រោយណាស់ដែលរៀបការលឿនពេកបើទុក 3-4 ឆ្នាំទៀតប្រហែលជាល្អយ៉ាងណាក៏មានលានៅតែរងចាំយើងដដែលដែរពិតជាគួរឲ្យស្ដាយមែនឯងនិយាយដូច្នេះហាក់បីដូចជាមិនផ្ដល់តម្លៃឲ្យប្រពន្ធឯងសោះឯងពិតជាហួសហេតុមែនទែនហើយនាងជាប្រពន្ធឯងដែលរៀបការជាមួយគ្នាពេញច្បាប់ឯងនិយាយអញ្ចឹង
បើប្រពន្ធឯងស្ដាប់ឮនាងអន់ចិត្តស្លាប់ហើយយើងជាប្តីត្រូវតែចេះផ្ដល់តម្លៃឲ្យប្រពន្ធព្រោះថាប្រពន្ធយើងគឺជាមនុស្សស្រីតែម្នាក់ដែលនឹងនៅក្បែរយើងរហូតដល់ថ្ងៃបញ្ចប់នៃជីវិតឯងមិនដឹងស្អីទេដូច្នេះមិនបាច់និយាយអីច្រើនជាមួយយើងពេកទេទៅធ្វើការរបស់ឯងវិញចុះប្រយ័ត្នស្ដាយក្រោយទៅឯងយើងគ្រាន់តែប្រាប់ទេវាជារឿងរបស់យើងទេបន្ទាប់ពីចប់កិច្ចសន្ទនាអ្នកទាំងពីរក៏បានបំបែកគ្នាទៅធ្វើការរៀងខ្លួនថ្ងៃរសៀលដាវ៉ាន់ចេញពីធ្វើការគេបានទៅតាមការណាត់ជួបនៅក្នុងហាងអាហារមួយកន្លែងបងមកដល់ហើយកំងអីញ៉ាំហើយនៅអូនបបួលមិត្តភ័ក្ដិមកមែនទេឈោបាយខ្នងទាំងពីរអ្នកទៀតឬក៏ទៅតែមកដល់ទេបានជំនុំគ្នាឈរអញ្ចឹងស្របពេលជាមួយគ្នានោះដែរនារីទាំងពីរអ្នកនោះក៏បានបែរមុខមករកគេមាលារចនាមិនបានជាអូនមកកន្លែងនេះដែរប្រពន្ធបងឯងដឹងការពិតអស់ហើយពីរឿងរបស់ពួកយើងលាក់លែងការទៀតហើយមាលាបងបកស្រាយរឿងនេះបានវាមិនមែនដូច្នេះទេរចនាជាប្អូនធម៌របស់បងមិនដូចជាអ្វីដែលរចនាប្រាប់អូននោះទេបងមិនធ្វើអញ្ចឹងទេអូនបងមិនក្បត់ចិត្តអូនទេនាងជាប្អូនធម៌បងពិតមែនណាបងស្បាត់ជូនអូនក៏បានដែរអត់ទោះបងធ្វើការនៅក្នុងហាងនេះខ្ញុំសុំធុបបីសរសៃផងប្តីខ្ញុំក៏ចង់ស្បាត់ពួកយើងទៅផ្ទះនិយាយគ្នាវិញទៅកុំនិយាយនៅទីនេះអីអូនតោះអូនកុំឲ្យមានរឿងនៅហាងគេរកស៊ីនិយាយមកជាប្អូនធម៌មែនទេខ្ញុំបានប្រាប់រួចហើយថាខ្ញុំត្រូវជាអ្វីនឹងគាត់មិនចាំបាច់សួរច្រើនទេបងឯងប្រាប់ប្រពន្ធបងថាខ្ញុំជាប្អូនធម៌តែខ្ញុំប្រាប់ថាខ្ញុំជាសង្សាររបស់បងឯងសង្សារស្អីគេជាប្អូនធម៌សោះកុំមកធ្វើឲ្យប៉ះពាល់អារម្មណ៍ប្រពន្ធបងណាព្រោះតែពួកយើងត្រឹមតែជាប្អូនធម៌ជាមួយគ្នាតាគ្មានអីលើសពីនឹងទេមាលាជឿបងទៅណាបងស្បាត់ជូនក៏បានដែរថាបងនឹងគេមិនត្រូវជាអ្វីនឹងគ្នាទេអូនត្រូវតែជឿជាក់មកលើបងព្រោះបងជាប្តីអូនគេត្រឹមតែជាអ្នកដតីសុតសានតែខ្ញុំជាសង្សាររបស់បងមែនប្អូនធម៌របៀបម៉េចទេកុំកុហកអីប្រពន្ធបងដឹងរឿងហើយអូនឯងស្ងាត់សិនបានទេមាលាជឿបងទៅណាវាមិនមែនបែបនឹងទេយើងលែងគ្នាខ្ញុំមិនយកបងទៀតទេតែជាមួយគេចុះព្រោះគេជាមនុស្សដែលបងស្រឡាញ់បងតែងតែទៅជួបកុហកខ្ញុំថារវល់នេះរវល់នោះដើម្បីបានទៅជួបគេឥឡូវយើងអាចដាច់គ្នាបានហើយអូនយើងទៅរៀបការហេតុអីក៏ធ្វើដូច្នេះដាក់បងលេងគ្នាដើម្បីអ្នកដទៃមែនទេព្រោះបងបានដឹកដៃគេចូលមកក្នុងរង្វង់គ្រួសាររបស់យើងបងគឺជាអ្នកនាំគេមកមិនមែនជាខ្ញុំទេខ្ញុំក៏មិនបានហៅគេមកឡើយព្រោះជីវិតអាពាហ៍ពិពាហ៍របស់យើងវាចាប់ត្រឹមនេះហើយខ្ញុំមិនទទួលបងទៀតទេខ្ញុំសុខចិត្តជាប់ឈ្មោះថាជាស្រីមេម៉ាយប្រសើរជាងដែលមានប្តីមានស្រីលួចលាក់ក្រៅបែបនេះតែធ្វើមិនដឹងមិនលឺនៅតែព្រមបាក់ដៃទទួលទៀតខ្ញុំទទួលយកមិនបានទេអត់ទេអូនឯងច្បាស់ហើយមែនថាលេងលះជាមួយបងមិនអាចលើកលែងឲ្យបងចំពោះកំហុសមួយនេះយើងចាំផ្ដិតមេដៃលែងគ្នាតែម្ដងទៅចាញ់ទៅនាំគេចេញពីទីនេះភ្លាមកុំនៅយូរពេកគេដេញហើយត្រូវទៅតាបងក្បត់អូនម្ដងអូនមិនអាចលើកលែងឲ្យបងសោះបងជួបហើយមនុស្សស្រីចិត្តដាច់ដូចជាអូនថាចប់ហើយគេក៏បាននាំនារីម្នាក់នោះទៅជាមួយគេតែម្ដងខ្ញុំសុកចិត្តមេម៉ាយក៏មិនថ្វីខ្ញុំមិនចង់ឈឺចិត្តរីក្រំទ្រូងស្លាប់ព្រោះតែប្តីផាត់ក្បត់ទេមួយសប្តាហ៍ក្រោយមកអ្នកទាំងពីរក៏បានផ្តិតមេដាយលេងលះគ្នារួចរាល់ជាស្ថាពរចេញពីកន្លែងផ្តិតមេដាយតារាក៏បានបន្លឺឡើងអូនចិត្តដាច់ដល់ថ្នាក់នេះពេកហើយបងក៏មិនដឹងថានិយាយបែបណាទៀតដែរបងក្បត់អូនបងខុសតែបងសុំទោសបងចង់កែខ្លួនអូនមិនអាចទទួលយកបានបងគឺមានតែដើរចេញដើម្បីក្តីសុខរបស់អូនពេលបានលេងលះគ្នាជាមួយបងព្រោះថាបងបានក្បត់ខ្ញុំតាក់តងគេមកយូរហើយកុំតាំងខ្លួនឯងជាមនុស្សល្អហេតុអីធ្វើបាបខ្ញុំបើតាក់តងគេគួរតែប្រាប់ខ្ញុំកុំចាំបាច់រៀបការនាំតែខាត់ពេលវេលាខាត់ទាំងលុយកាក់ទៀតបងឯងពិតជាអាក្រក់ណាស់ធ្វើឲ្យមនុស្សស្រីម្នាក់ត្រូវវេទនាព្រោះតែទង្វើពីការមិនចេះគិតរបស់បងយើងកុំបាច់ស្គាល់គ្នាទៀតអីព្រោះបើបងក្បត់ខ្ញុំទៅហើយតាមជើងបងក៏ខ្ញុំមិនចង់ឃើញដូចគ្នាវាចប់ហើយថាចប់ហើយនាងក៏បានចាកចេញទៅបងសុំទោសតែវាយឺតពេលទៅហើយអូនមិនអាចលើកលែងឲ្យបងបានទេ
មួយខែក្រោយមកមាលាបានបើកតូបលក់សម្លៀកបំពាក់ជជុះស្របពេលជាមួយគ្នានោះដែរក៏មានអ្នកមកយកសម្លៀកបំពាក់ដែលគេបានកំងតុងខ្ញុំមកយកសម្លៀកបំពាក់ដែលបានកំងនោះ ចារួចរាល់ហើយអរគុណដែលបានកំងច្រើនយ៉ាងនេះយកទៅចែកក្មេងៗមែនទេ បាទខ្ញុំយកទៅចែកក្មេងៗសម្លៀកបំពាក់ទាំងនេះនៅថ្មីហើយស្អាតទៀតអរគុណដែលបានរើសទុកឲ្យខ្ញុំតែមាលាអាចចាំខ្ញុំបានទេ បងប្រុសជាអ្នកណាខ្ញុំចាំមិនបានទេ ខ្ញុំជាកូនមិត្តភក្តិរបស់ប៉ាមាលាខ្ញុំមកទីនេះដើម្បីទៅចង់ឃើញមាលាខ្ញុំឮថាមាលាលែងលះគ្នាខ្ញុំក៏មកជួយគាំទ្រជាញឹកញាប់សង្ឃឹមតែខ្ញុំអាចឲ្យមាលាចំណាំមុខខ្ញុំបានខ្ញុំកោតសរសើរមាលាណាស់ដែលមិនទ្រាំនៅជាមួយមនុស្សដែលផិតក្បត់សម្រេចចិត្តថានៅម្នាក់ឯងខ្ញុំនឹងធ្វើឲ្យមាលាចងចាំមុខខ្ញុំមិនអាចបំភ្លេចបានវក់វីតែជាមួយខ្ញុំអស់មួយជីវិត មិនទេបងប្រុសនិយាយខ្ញុំមិនយល់នេះ ខ្ញុំចង់បានន័យថាខ្ញុំជាអនាគតប្តីមាលាខ្ញុំនឹងមុខក្រាស់ទាល់តែយើងបានជួបគ្នាពេលចូលរោងការណា មកក្រាស់ទៀតតែអញ្ចឹង ប្រកាសណាស់មុខក្រាស់ទាល់តែបានមាលាមកចូលរោងការជាមួយប្រណីក៏តែងតែមកជួយទិញសម្លៀកបំពាក់ពីមាលាជាញឹកញាប់ក្នុងមួយខែជិត30ដងរហូតធ្វើឲ្យមាលាយល់ព្រមផ្ដល់ទំនាក់ទំនងមួយដល់គេដូចគ្នាដាវ៉ាន់ជាមួយដៃគូគេសឹងតែបែកបាក់គ្នានឹងឆ្លោះគ្នាស្ទើរតែរាល់ថ្ងៃ